chấp sẵn trong phố phong mai bóng ôn đã miệng nón trong rồi chùm nô data mà đại sừng cùng Facebook ai rồi chùm nô data mà account professional profileឬក៏រលុយទៅតាម page ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងទៅបង្ហាញពីរបៀបនៅក្នុងការ submit interesting សម្រាប់ស្នើសុំបតុង tool CF តោះយើងទៅរៀនទាំងអស់គ្នាយើងចុច Facebook បន្តមកទៀតយើងចុចaccount profile របស់យើងមក professional dashboard នេះក៏បានឬក៏បើអត់ឃើញទេយើងចុចត្រេក3នៅខាងឆ្វេងដៃនៅខាងលើគេនេះហើយយើងនឹងឃើញពាក្យថា dashboard រួចហើយយើងចុចតែម្ដងទៅបន្តមកទៀតយើងចុច monetize បន្តមកទៀតយើងនឹងឃើញ tool មួយឈ្មោះថា content monetization បន្តមកទៀតយើងនឹងធ្វើការ submit interest អញ្ចឹងយើងចុចមកបន្តមកទៀតអញ្ចឹងចំណុចទី1ខាងលើនេះគឺយើងចុចរើសយកពាក្យថាdigital creator បន្តមកទៀតឲ្យចំណុចទី2គឺយើងរើសយកពាក្យ reel និង photo text post ហើយនិង story ហើយយើងធ្វើការដាក់បន្តមកទៀតយើងទៅផាសចឹងនៅត្រង់ចំណុចនេះយើងសរសេរតាមខ្ញុំក៏បានឬក៏តាម AI ក៏បានរួចហើយយើងត្រឡប់ទៅក្រោយវិញរួចហើយយើងធ្វើការ submit ប៉ុណ្ណឹងរួចជាការស្រេចអញ្ចឹងយើងនៅតែបន្តការហោះវីដេអូជារៀងរាល់ថ្ងៃទៅវានឹងធ្វើការ review page របស់យើងហើយនឹងតម្លាក់ឬក៏មិនតន់តម្លាក់អាស្រ័យទៅលើ page របស់យើងធំឬក៏តូចឬក៏យើងធ្វើវីដេអូផ្ទុះអញ្ចឹងសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូ